សួស្តីបងប្អូនអរគ្នា Hello everyone បាទខ្ញុំចង់បង្ហាញពីការកោះថ្មទូរស័ព្ទ Itel A50 បងបាទទូរស័ព្ទស៊េរីក្រោយពិតជាបាក់កោះខ្លាំងបងប្អូនអើយយើងប្រើអង្គមផងទឹកបាញ់ទឹករំលាយកាវផងនៅតែពិបាកកោះខ្លាំងតែចឹងនេះគឺជាពេលទូរស័ព្ទ Itel A50 បាទគាត់គេជួយយកមកដោយក្រង់ហើយឥឡូវយើងកំពុងតែកោះថ្មវាយ៉ាងពិបាកមែនតើបងប្អូនឃើញមកពីថ្មគឺតាំងមែនតើបាទដោយសារតែប្រភេទទូរស័ព្ទស៊េរីក្រោយគាត់ធ្វើសន្សំសំចៃគ្រឿងនេសាទដែលតម្លៃថ្លៃគាត់សន្សំគ្រឿងតាមឡើងដែរចឹងគាត់ដាក់តួមករៀងស្ដើងទុនអញ្ចឹងគាត់ត្រូវតែយកថ្មនោះពឹងជាមួយនឹងតួដើម្បីកុំឲ្យតួឆាប់កោងឆាប់វាអញ្ចឹងខាងក្រុមហ៊ុនគឺតម្រូវទៅចាក់ដាក់កាវឲ្យស្អិតកុំឲ្យថ្មនឹងងាយនឹងហើបចេញតួបានកាលណាតែថ្មហើបចេញតួបានតួរបស់ទូរស័ព្ទនឹងងាយនឹងកោងព្រោះភាសាទូរស័ព្ទនេះទីក្រោយនេះគឺទុនមែនតើព្រោះតម្លៃវាក្រោម$100ទេបាទអញ្ចឹងធ្វើឲ្យពិបាកក្នុងការផ្លាស់ប្ដូរថ្មអេក្រង់បន្តិចហើយបងប្អូនអរគ្នាបានតែទោះជាយ៉ាងណាដោយសារតែអេក្រង់នេះបែកទៅយើងអាចប្រើតាមកម្លាំង